ក្នុងឱកាសអញ្ជើញចូលជួបសម្ដែងការគួសមជាមួយអាដាមខៀវកញ្ញរិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី30ខែមិថុនាឆ្នាំ2017លោកស្រីតារានាយកប្រតិបត្តិអង្គការសារព័ត៌មាន Campos បានស្នើសុំមតិយោបល់ណែនាំពីអាដាមរដ្ឋមន្ត្រីលើវិស័យព័ត៌មាននៅកម្ពុជាជាពិសេសដើម្បីធ្វើយ៉ាងណាឲ្យការងាររបស់អង្គភាពសារព័ត៌មាន Campos ទទួលបានជោគជ័យក្នុងខណៈពេលអង្គភាពសារព័ត៌មានអនឡាញនេះនឹងត្រូវធ្វើការផ្សាយជាផ្លូវការនៅពេលខាងមុខនៅក្នុងឱកាសនោះលោកស្រីតារាបានជម្រាបជូនថាអង្គភាពសារព័ត៌មាន Campos បានចាប់ផ្ដើមការផ្សាយសារល្បងកាលពីថ្ងៃទី2ខែមីនាឆ្នាំ2017ហើយគ្រោងនឹងដំណើរការផ្សាយជាផ្លូវការនៅថ្ងៃទី7ខែកក្កដាឆ្នាំ2017អង្គភាពសារព័ត៌មាន Campos បានធ្វើការផ្សាយជូនសាធារណជនតាមរយៈទូរទស្សន៍អនឡាញនៅព័ត៌មានថ្មីៗទាន់ហេតុការណ៍ច្បាស់លាស់និងសុក្រិតពាក់ព័ន្ធព្រឹត្តិការណ៍នយោបាយសេដ្ឋកិច្ចសង្គមសុខភាពនិងកម្សាន្តសប្បាយលោកស្រីតារាបានបញ្ជាក់បន្ថែមថាអង្គភាពសារព័ត៌មាន Campos គឺជាអង្គភាពសារព័ត៌មានអនឡាញដែលធ្វើការផ្សាយជូនសាធារណជនតាមរយៈកម្មវិធីនៅលើទូរទស្សន៍ដែលឆ្លាតវៃដែលអាចធ្វើការ download បាននៅលើ Play Store និង App Store ព្រមទាំងគេហទំព័រលើពីនេះទៀតអង្គភាពក៏មានទំព័រ Facebook Page ផ្លូវការផងដែរបច្ចុប្បន្ននេះអង្គភាពសារព័ត៌មាន Campos មានបុគ្គលិកបំពេញការងារនៅការិយាល័យចំនួន10នាក់និងភ្នាក់ងារនៅតាមបណ្ដាក្រសួងស្ថាប័ននិងខេត្តក្រុងទូទាំងប្រទេសប្រមាណជា50នាក់ហើយជាគោលការណ៍រួមគឺអង្គភាពសារព័ត៌មាននេះធ្វើការងារព័ត៌មានស្របតាមក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មានអាដាមរដ្ឋមន្ត្រីខៀវកញ្ញរិទ្ធបានស្វាគមន៍និងគាំទ្រដល់ដំណើរការផ្សាយរបស់អង្គភាពសារព័ត៌មាន Campos និងបានផ្ដល់ជាមតិយោបល់មួយចំនួនដល់ថ្នាក់ដឹកនាំបុគ្គលិកទាំងអស់របស់ Campos ត្រូវធ្វើការជាក្រុមនិងមានការសាមគ្គីភាពគ្នាល្អក្នុងនោះបុគ្គលិកដែលធ្វើការយកព័ត៌មាននៅតាមបណ្ដាខេត្តក្រុងត្រូវធ្វើកិច្ចសហការជាមួយមន្ទីរព័ត៌មានដើម្បីឲ្យកិច្ចការងារបានរលូនក៏ដូចជាងាយស្រួលក្នុងការដោះស្រាយនៅពេលមានបញ្ហាអ្វីកើតឡើងទាក់ទងទៅនឹងការងារព័ត៌មានទន្ទឹមនេះការផ្សាយព័ត៌មានឲ្យបានលឿនច្បាស់លាស់ត្រឹមត្រូវនិងត្រូវយល់ថាព័ត៌មានណាខ្លះដែលប្រជាពលរដ្ឋចង់ដឹងហើយនៅពេលដែលព័ត៌មានយើងធ្វើបានល្អហើយនោះនឹងមានក្រុមហ៊ុនរត់ទៅរកធ្វើការផ្សាយពាណិជ្ជកម្មបានច្រើនអាដាមបានស្នើដល់អង្គភាពសារព័ត៌មាន Campos ជួយធ្វើការផ្សព្វផ្សាយឲ្យបានច្រើនដើម្បីឲ្យប្រជាជនជាពិសេសយុវជនបានយល់ច្បាស់ពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនព្រោះគ្រឿងញៀនមិនមែនជាថ្នាំបំប៉នសុខភាពឬធ្វើឲ្យកម្លាំងរឹងមាំនោះទេតែវាបានបំផ្លាញសុខភាពនិងខួរក្បាលរបស់យើងរហូតទៅប៉ះពាល់ដល់សុខភាពរបស់ខ្លួនឯងផងដែរតើទៅនឹងការចុះបញ្ជីអង្គភាពសារព័ត៌មានអនឡាញនៅក្រសួងព័ត៌មានអាដាមរដ្ឋមន្ត្រីបានបញ្ជាក់ថាក្រសួងមិនបង្ខំឲ្យមកចុះបញ្ជីនោះទេប៉ុន្តែនៅពេលដែលអ្នកណាម្នាក់យកឈ្មោះអង្គភាពរបស់យើងមកធ្វើការចុះបញ្ជីនៅក្រសួងព័ត៌មានគឺកម្មសិទ្ធិរបស់គេហើយយើងដែលជាអ្នកបង្កើតមុនធ្វើការតវ៉ាមិនឈ្នះគេនោះទេព្រោះយើងមិនបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការ